បាទជាបឋមសូមជំរាបសួរលោកបណ្ឌិតសៀនផល្លាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀបរាយមកពីសាខាខេត្តសៀមរាបផងដែរជាបឋមសូមអនុញ្ញាតលោកបណ្ឌិតដែលណែនាំខ្លួនទៅកាន់ប្រិយមិត្តផងដែរបាទសូមជួយសូមក្រាបថ្វាយបង្គំនិងសូមជំរាបសួរខ្ញុំបាទសៀនផល្លាជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀបរាយហើយថ្ងៃនេះខ្ញុំពិតជាមានសេចក្តីបេតិសោមនស្សរីករាយយ៉ាងក្រៃលែងដែលត្រូវបានអញ្ជើញក៏ដូចជាត្រូវបានអនុញ្ញាតឲ្យចូលរួមជាវិក្កាមនៅក្នុងកម្មវិធីសន្ទនាសេដ្ឋកិច្ចនាពេលនេះនៅក្នុងប្រធានបទដែលជាប្រធានបទដ៏ចម្បងមួយដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់នៅក្នុងភាពមិនប្រកបជាសកលនាពេលនេះក្នុងប្រធានបទមួយដែលយើងដាក់ថាជាភាពធន់សេដ្ឋកិច្ចកម្ពុជាបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតជាកិច្ចចាប់ផ្ដើមនៃសំណួររបស់យើងព្រោះយើងនឹងមានសំណួរជាច្រើនបាទតាក់ទងជាមួយពាក្យថាភាពធន់ពាក្យថាធន់បំផាត់នេះគឺវាមានគេហៅថាវាយមិនដួលទុនស្វិតរបៀបម៉េចយើងនឹងជជែកគ្នាបន្ថែមនៅក្នុងថ្ងៃផងដែរជាបឋមសូមឲ្យលោកបណ្ឌិតបកស្រាយពាក្យថាហេតុដូចដែលហៅថាភាពធន់នៃសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរបាទសូមជួយបាទសូមអរគុណចំពោះសំណួរហើយក៏ជាខ្លឹមសារសំខាន់ដើម្បីអនុញ្ញាតឲ្យទាំងអស់គ្នាបានយល់កាន់តែច្បាស់ទៅលើប្រធានបទមុននឹងឈានទៅដល់ខ្លឹមសារលម្អិតនៃភាពធន់សេដ្ឋកិច្ចកម្ពុជានេះយើងចាប់ផ្ដើមហើយខ្ញុំក៏សូមលើកជាឧទាហរណ៍ក៏ដូចជាបកស្រាយបែបសាមញ្ញហើយឈានទៅដល់និយមន័យនៅក្នុងវិស័យសេដ្ឋកិច្ចបាទមុនខ្ញុំមកកម្មវិធីលោកសាស្ត្រាចារ្យម្នាក់គាត់បានជជែកជាមួយខ្ញុំគាត់ថាស្អីគេភាពធន់សេដ្ឋកិច្ចបាទហើយតើលោកគ្រូផល្លាចង់លើកឡើងអំពីអ្វីហើយអញ្ចឹងលោកគ្រូម្នាក់ទៀតគាត់បានថាហេភាពធន់សេដ្ឋកិច្ចហ្នឹងចង់មានន័យថាលោកកហ្នឹងគេដាក់3ដៃបាទដាក់3ដៃអត់មានតណានៅឈោបានដដែលឬក៏ចង្កាលដួលតិចតួចក្រោកឈោឡើងនៅតែអាចនិយាយបាននៅតែញញឹមបានដដែលគាត់ហាក់ដូចជាលើកឡើងនឹងបែបថាចង់បញ្ញាក់ឬចង់លេងសាច់បន្តិចប៉ុន្តែវាជារឿងត្រឹមត្រូវភាពធន់របស់គាត់បាទហើយខ្ញុំចង់លើកឧទាហរណ៍ទី2ដែរតាមពិតខ្ញុំជាអតីតដែលខ្ញុំនិយាយលេងថាជាមគ្គុទ្ទេសក៍ទេសចរចូលនិវត្តន៍បាទហើយអញ្ចឹងនៅពេលដែលមានឋានៈដឹកនាំក៏ដូចជាមិត្តភ័ក្តិចិត្តដិតទៅលេងសៀមរាបបើខ្ញុំមានពេលវេលាខ្ញុំជូនពួកគាត់ទៅលេងប្រាសាទបាទជូនពួកគាត់លេងប្រាសាទអញ្ចឹងស្របពេលនឹងអាកាសធាតុដែលក្តៅរបៀបហ្នឹងខ្ញុំអត់ដែលពាក់មួកទេជាក់ស្ដែងបើឃើញរូបថតឬក៏ឃើញសកម្មភាពរបស់ខ្ញុំគឺខ្ញុំមិនដែលពាក់មួកទេអញ្ចឹងមិត្តភ័ក្តិខ្ញុំក៏ដូចជាក្រុមការងារគាត់ថាចំលោកផល្លាអត់ក្តៅទេតាមពិតខ្ញុំក្តៅខ្លះដែរក៏ប៉ុន្តែ20ឆ្នាំនៅក្នុងជីពជាមគ្គុទ្ទេសក៍ទេសចរខ្ញុំអត់ដែលពាក់មួកទេអញ្ចឹងកន្លែងនេះពួកគាត់ក៏បានបន្តទៀតថាចំលោកផល្លាធន់នឹងកម្ដៅបាទធន់នឹងកម្ដៅអញ្ចឹងធន់កន្លែងនេះវាជាកិរិយាសព្ទធន់នឹងអ្វីមួយមិនន័យថាយើងអាចទប់ទល់ទៅនឹងស្ថានភាពនឹងបើទោះបីជាតាមពិតខ្ញុំក្តៅខ្លះមិនមែនថាមិនក្តៅទេក្តៅដូចគ្នាក៏ប៉ុន្តែបើធៀបជាមួយនឹងអ្នកផ្សេងទៀតគឺគាត់អាចឈឺក្បាលគាត់អាចវិលមុខអាចដួលសន្លប់ក៏មានដែរដោយសារតែកម្រិតនៃភាពធន់ហើយដោយសារតែប្រព័ន្ធនៃភាពស៊ាំមានន័យថាខ្ញុំស៊ាំនឹងកម្ដៅនឹងរយៈពេល20ឆ្នាំហើយក្នុងអាជីពជាមគ្គុទ្ទេសក៍ទេសចរនឹងបាទនេះជាការលើកឧទាហរណ៍តែជាសាមញ្ញដើម្បីអាចឲ្យយើងអាចយល់នៅពាក្យថាធន់នេះហើយក៏ជាជំហានបន្ទាប់ហ្នឹងក៏ខ្ញុំសូមបញ្ជាក់អំពីនិយមន័យក៏ដូចជាការវិវត្តនៃនិយមន័យនៃភាពធន់សេដ្ឋកិច្ចបាទតាមពិតទៅភាពធន់នេះវាមានតាំងពីបុព្វកាលតាំងពីការកកើតនៃសង្គមមនុស្សក៏ប៉ុន្តែបើយើងពិនិត្យមើលទៅលើឯកសារនឹងយោងទៅតាមការស្រាវជ្រាវកន្លងមកឃើញថានិយមន័យនៃភាពធន់សេដ្ឋកិច្ចនេះទើបនឹងត្រូវបានសរសេរទើបនឹងត្រូវបានលើកឡើងនៅក្នុងរង្វង់ឆ្នាំ2010មកតែប៉ុណ្ណោះជាពិសេសតាមរយៈធនាគារពិភពលោកក្តី
តាមរយៈអង្គការសហប្រជាជាតិនិងតាមរយៈធនាគារអវត្តអាស៊ីនៅក្នុងនោះគណៈកម្មការសង្គមនិងសេដ្ឋកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងឆ្នាំ2013ធនាគារពិភពលោកបានលើកឡើងនៅក្នុងឆ្នាំ2014ហើយធនាគារអភិវឌ្ឍអាស៊ីបាទដែលកម្ពុជាយើងជាប្រទេសមួយនៅក្នុងអាស៊ីហ្នឹងត្រូវបានលើកឡើងក្នុងឆ្នាំ2016អញ្ចឹងយើងឃើញថាស្ថាប័នអន្តរជាតិធំទើបនឹងលើកឡើងជាផ្លូវការពីមុនធ្លាប់ដែរមានន័យថាមុនឆ្នាំដែលខ្ញុំបានលើកឡើងហ្នឹងនៅរង្វង់ឆ្នាំ2000មក2010ហ្នឹងក៏មានការលើកឡើងខ្លះៗដែរប៉ុន្តែមិនទាន់ពេញលេញមិនទាន់បានកំណត់នៅនិយមន័យជាផ្លូវការសម្រាប់ឲ្យយើងប្រើប្រាស់បាទអញ្ចឹងសួរថាតើនិយមន័យពីស្ថាប័នអន្តរជាតិទាំងប៉ុន្មានដែលខ្ញុំបានលើកឡើងនេះបានកំណត់ភាពធន់សេដ្ឋកិច្ចនឹងយ៉ាងដូចម្តេចខ្លះនៅក្នុងនោះបើទោះបីជាមានការខុសប្លែកគ្នាខ្លះបាទក៏ប៉ុន្តែខ្ញុំបានសង្ខេបខ្ញុំបានសន្និដ្ឋាននៅចំណុចរួមចំនួន3នៃពាក្យថាភាពធន់សេដ្ឋកិច្ចទី1គឺជាសមត្ថភាពនៅក្នុងការទប់ទល់បាទគឺថាទប់ទល់ទៅនឹងស្ថានភាពដ៏លំបាកទី2គឺសមត្ថភាពនៅក្នុងការសម្របខ្លួនបាទភាពបត់បែនការសម្របខ្លួននិងទី3គឺការស្ដារឡើងវិញបាទនឹងការស្ដារឡើងវិញអញ្ចឹង3ចំណុចសំខាន់នេះយើងអាចទាញសេចក្តីសន្និដ្ឋានពីនិយមន័យពីស្ថាប័នអន្តរជាតិដើម្បីកំណត់ថាអ្វីទៅជាភាពធន់សេដ្ឋកិច្ចនៅកន្លែងនេះខ្ញុំសូមទាញត្រឡប់ទៅក្រោយបន្តិចអំពីពាក្យថាភាពធន់បាទភាពធន់បើតាមនិយមន័យនៅក្នុងវចនានុក្រមរបស់យើងគឺជាការអត់ធ្មត់ការស៊ូទ្រាំការទប់ទល់ក៏ប៉ុន្តែពាក្យធន់នេះនៅក្នុងភាសាអង់គ្លេសព្រោះដូចយើងលើកពីស្ថាប័នអន្តរជាតិអំបញ្ញមិញអញ្ចឹងយើងផ្ដើមចេញពីភាសាអង់គ្លេសដែលយើងហៅថា economic resilience ដែលពាក្យថា resilience នេះមកពីភាសាឡាតាំងបាទមកពីភាសាឡាតាំង resiliere បាទ resiliere ដែលជាភាសាឡាតាំងមានន័យថាការវិលត្រឡប់កន្លែងនេះគឺការវិលត្រឡប់មកស្ថានភាពដើមនិងបន្តវឌ្ឍនភាពទៅមុខបាទជាភាសាឡាតាំងឬជាភាសាអង់គ្លេស resilient បាទ resilient ហើយចំណុចមួយទៀតគឺខ្ញុំចង់លើកថាភាពធន់នេះតាមពិតមិនមែនទៅមានក្នុងឆ្នាំ2010ដូចដែលបានលើកឡើងនោះទេតាមពិតទៅមុននឹងបន្តិចបាទមុននឹងបន្តិចប្រហែលជា30ឆ្នាំមុនគឺនៅក្នុងឆ្នាំ1973យើងឃើញថាលោក Holding គាត់បានលើកអំពីពាក្យថាភាពធន់នេះក៏ប៉ុន្តែនៅក្នុងវិស័យផ្សេងគឺនៅក្នុងប្រព័ន្ធ ecology ចង់សម្ដៅទៅលើភាពធន់នៃធម្មជាតិចំពោះហានិភ័យដែលកើតមានឡើងបាទហានិភ័យដែលកើតមានឡើងហើយនៅក្នុងបុព្វកាលរបស់មនុស្សដោយសារតែសង្គមមនុស្សសហគមន៍មនុស្សខ្វះនូវភាពធន់នេះទើបសហគមន៍មនុស្សត្រូវផ្លាស់ប្ដូរពីទីកន្លែងមួយទៅទីកន្លែងមួយរហូតដល់មានចេញពីឥណ្ឌាចេញពីចិនចេញពីតំបន់សម័យបុរាណផ្សេងៗហ្នឹងមកដល់អាស៊ីអាគ្នេយ៍របស់យើងផងដែរដោយសារតែគាត់ត្រូវស្វែងរកទីកន្លែងសម្រាប់អាចដោះស្រាយនូវជីវភាពរបស់ពួកគាត់ដោយសារតែគាត់មិនបានកសាងភាពធន់តែគាត់ផ្លាស់ទីទៅរកកន្លែងដែលគាត់អាចរស់នៅបាននឹងសូមបន្ថែមចំណុចចុងក្រោយបន្តិចតាក់ទងទៅនឹងពាក្យថាភាពធន់សេដ្ឋកិច្ចកន្លែងនេះអញ្ចឹងសេដ្ឋកិច្ចយើងអាចសំដៅទៅដល់កម្រិតឬក៏លក្ខខណ្ឌនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងវិបុលភាពនៃសង្គមអាហ្នឹងជានិយមន័យនៃសេដ្ឋកិច្ចជាសង្ខេបបាទរីឯភាពធន់មានន័យថាដែលយើងអាចធន់នឹងបញ្ហាផ្សេងៗហើយធានានិរន្តរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនិងសង្គមបន្តទៅមុខទៀតបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតដែលបានបកស្រាយយ៉ាងច្បាស់លាស់ក៏ដូចជាក្បោះក្បាយបន្ថែមទាំងជាមួយនឹងលើកឧទាហរណ៍បាទលើកឧទាហរណ៍ព្រាខ្ញុំសើចតែម្ដងបាទលោកបណ្ឌិតបានបកស្រាយថាភាពធន់នៃសេដ្ឋកិច្ចនេះគឺមាន3សំខាន់បាទទី1ការទប់ទល់ទី2ការសម្របខ្លួននិងការស្ដារឡើងវិញ